ឆុងប្រចាំឆ្នាំឆុងប្រចាំខែនិងឆុងប្រចាំថ្ងៃហើយអ្វីដែលថ្ងៃនេះខ្ញុំចង់លើកអំពីការឆុងតិចអញ្ចឹងឆុងគេហៅថាមានលំដាប់ថ្នាក់វា5អញ្ចឹងបងប្អូនត្រូវដឹងថាតាក់ទងមួយឆុងគឺមាន5អញ្ចឹងទី1គឺគេហៅថាឆុងថៃសួយអញ្ចឹងគឺឆុងលំដាប់ខ្លាំងជាងគេឆុងថៃសួយឆុងលក្ខណៈឆ្នាំហើយផ្លាស់ប្ដូរធំតែម្ដងណាហើយតាក់ទងជាមួយនឹងទី2គឺឆុងពាក់ព័ន្ធមួយនឹងស៊ីងថៃសួយអញ្ចឹងពាក់ព័ន្ធជាមួយនឹងឆុងនេះដែរគឺឆុងលំដាប់ថ្នាក់ទី2អញ្ចឹងគឺវាមានកម្រិតទី1ទី2ទី3ទី4និងទី5ហើយតាក់ទងមួយនឹងឆុងទី3ពាក់ព័ន្ធជាមួយនឹងផថៃសួយអញ្ចឹងហើយពាក់ព័ន្ធជាមួយនឹងឆុងនេះដែរគឺវាមានការផ្លាស់ប្ដូរទៅលើចំណុចមួយនៃចាំយើងលម្អិតនៅក្នុងប៉ាជឺហើយពាក់ព័ន្ធជាមួយនឹងឆុងបន្តទៀតគឺជឺថៃសួយបាទអញ្ចឹងតើតើជាមួយនឹងការឆុងនេះដែរគឺមានសារៈសំខាន់សម្រាប់ដល់ពេលយើងសិក្សាទៅលើក្បួនប៉ាជឺហើយយើងវិភាគទៅលើតាមឆ្នាំមួយតាមថ្ងៃមួយតាមម៉ោងមួយតាមខែមួយបាទអញ្ចឹងតើតើមួយនឹងទី5គឺហៃថៃសួយអញ្ចឹងតើតើជាមួយនឹងឆុងគឺវាមានតាមលំដាប់វា5ប៉ុន្តែនៅក្នុងនោះដែរគឺយើងត្រូវដឹងថាតើឆ្នាំណាខ្លះដែលវាឆុងអញ្ចឹងឧទាហរណ៍ថាឥឡូវឆ្នាំនីមួយអញ្ចឹងទាំងអស់ឆ្នាំវាមាន12បើឆ្នាំមាន12អញ្ចឹងយើងត្រូវដឹងថាតើឆ្នាំមួយនោះឆ្នាំណាឆុងមួយឆ្នាំណាដើម្បីដឹងថាបើយើងរៀបក្បាលតនេយើងរៀបពេលវេលាយើងរៀបអ្វីមួយយើងត្រូវដឹងថាអ្វីមួយនោះវាឆុងយើងអត់ដើម្បីយើងរើសវេលាប៉ុន្តែយើងទៅមើលទៅលើប៉ាជឺយើងត្រូវដឹងអំពីការឆុងនោះដែរអញ្ចឹងតើតើជាមួយនឹងឧទាហរណ៍ថាម្សាញ់គឺឆុងខ្លាំងជាងគេជាមួយនឹងអីគេជាមួយនឹងកលរោងឆុងជាមួយអីគេជាមួយនឹងចហើយតើតើមួយថោះឆុងមួយរកាខាលឆុងមួយវកអីចឹងទៅអញ្ចឹងជូតឆុងមួយមីអញ្ចឹងឆ្នាំទាំងអស់ហ្នឹងគឺវាធ្វើម៉េចឲ្យវាឆុងកាលណាវាឆុងអញ្ចឹងគឺយើងអាចយកទៅដាក់ចិត្តគ្នាបានទេហើយដូចយើងដឹងឲ្យបងប្អូនមួយចំនួនគាត់មានកូនមានអីគាត់កើតមកនៅក្នុងឆ្នាំហ្នឹងឧទាហរណ៍ថាឥឡូវឆ្លូវហើយមួយម៉ែអញ្ចឹងឆុងគ្នាមិនពេលខ្លះវាក៏ឆុងពាក្យសម្ដីពេលខ្លះនៅមួយគ្នាបាន1ម៉ោង2ម៉ោងយើងជួបគ្នាអាហ្នឹងហៅថាឆុងពេលខ្លះមនុស្សឆ្នាំហ្នឹងធ្វើការនៅមួយគ្នាដាក់នៅជិតគ្នាគឺអត់បានទេអាហ្នឹងគេហៅថាឆុងហើយអញ្ចឹងពាក់ព័ន្ធមួយឆុងយើងនឹងលម្អិតតិចទៀតតាក់ទងមួយលំដាប់ថ្នាក់វាមួយតើឆុងទី1នោះវាមានផលប៉ះលើអីទី2នោះវាមានផលប៉ះពាល់លើអីទី3វាមានផលប៉ះពាល់លើអីទី4វាមានផលប៉ះពាល់លើអីទី5ទៅលើផលប៉ះពាល់លើអីអញ្ចឹងវាមានតាមលំដាប់ហើយវាមានខ្លាំងខ្សោយទៀតអញ្ចឹងទៅលើក្បួនទាំងអស់ហ្នឹងគឺយើងមានអញ្ចឹងយើងសិក្សាទាំងអស់គ្នាបាទអញ្ចឹងយើងតាមដានបន្តទៀតបាទសូមអរគុណ